លោកយាយមានរឿងមួយប្រាប់កូនណាចាអំពីរឿងព្រះខុសនេះព្រះមិនម៉ែតើព្រះខុសនឹងជានិមិត្តសញ្ញាអ្វីតាមការយល់របស់ពួកកូនចាកូនអាចឆ្លើយបានទេកូនគិតថាព្រះផុសនឹងនៅបវលនឹងគឺលោកមកជួយឲ្យប្រទេសយើងអស់សង្គ្រាមហើយយើងរុងរឿងថាអាចម្យ៉ាងដែរចាកូនអញ្ចឹងជាអីវិញម៉ែចាតែការគឺលោកជាអ្នកបង្ក្រាបមុនខ្មែរលោកនេះគេថាលោកជាអ្នកបង្ក្រាបមុនខ្មែរណាកូនចាបង្ក្រាបមុនខ្មែរនៅណាទៀតម៉ែមុនខ្មែរមាននៅមិនទាន់អស់ហើយណាកូននៅណាវិញមិនគេចឹងកូននៅប្រទេសថៃហ្នឹងឯងប្រទេសថៃហ្នឹងណាកូនវាចូលមកចងគ្រប់ភាសាខ្មែរយើងទាំងអស់ណាកូនភាសាគ្រប់ទាំងអស់កូនចាចឹងបានថាម៉ែគាត់ប្រាប់ថាលោកគឺជាអ្នកមកបំបត្តិនៅមុនខ្មែរហ្នឹងឯងណាចាលោកផុសមកកាលពីចំនួនពុទ្ធសាសនាណាកូនចាណាគឺព្រះអង្គនឹងឯងរូបរាងនឹងឯងលោកត្រូវនិមន្តគង់នៅក្រោមដើមពោធិ៍មាសហើយនៅណាមានស្រីលង្កាកូនឯងស្គាល់ដែរពោធិ៍មាសគឺដើមពោធិ៍ហើយគេបាញ់ទឹកមាសដើមពោធិ៍បាញ់ទឹកមាសមែនកូនចុះមានដើមពោធិ៍ណាពណ៌មាសមានតែដើមពោធិ៍ពណ៌ខៀវបើពោធិ៍មាសមានតែស្លឹកពណ៌មាសខ្លួនពណ៌ដើមពណ៌មាសមែនទេកូនមិនមែនគឺពោដូចអញ្ចឹងទេណាកូនណាកូនពិតជាអត់ស្គាល់ពោមាសនឹងមែនចុះបើអត់ស្គាល់មែនហើយកូនថាម៉េចកូនអត់ដែរឃើញសោះឯងអត់ដែរឃើញផងពោមាសមានដែរលើលោកហ្នឹងម៉ែមាននៅក្នុងបរិជាអាណាចក្រខ្មែរយើងនឹងមានហើយនៅក្នុងទឹកដីសៀមរាបទៀតម៉ែអរស្នាកូនមួយកូនអត់ដឹងមែនអត់ដឹងបីណាពោមាសណាប្រជាជនខ្មែរយើងស្គាល់ទាំងអស់គ្នាឥឡូវលោកយាយប្រាប់ចុះណាចាខ្មែរយើងពុទ្ធនីខ្មែរយើងមិនរស់នៅមួយម្លប់ពោចុងក្រោយសល់មួយម្លប់ពោចាម្លប់ពោមាននេះឯងណាកូនពុទ្ធសាសនាចាក្នុងពុទ្ធសាសនាឯងព្រះអង្គក៏ចឹងដែរព្រះអង្គខុសនឹងក៏លោកត្រូវតែគង់នៅក្រោមដើមពោមាសនឹងដែរហើយប្រជានុរាស្ត្រខ្មែរយើងទាំងអស់នឹងស្គាល់គ្រប់គ្នាតែយើងអត់ដឹងថានឹងជាពោមាសកូនអត់យល់ទេនេះម៉ែកាន់តែយល់ទេចាពោមាសហ្នឹងគេថាម៉ែអត់ហ៊ាននិយាយប្រាប់ណាកូនណាជាសាធារណៈទេចាព្រោះកេញសម្ងាត់សៀមណាចាអ្នកធំអ្នកតូចរបស់សៀមវាស្គាល់ម៉ែទាំងអស់ចាឥឡូវម៉ែអរស្នាប្រាប់ប្រឆាត់ចាកូនណាចាពោមាសស្ថិតនៅក្នុងខេត្តសៀមរាបហាមខមមិនណាកូនកុំខមមិនប្រេះផ្ដាស់ណាបើចង់ឲ្យប្រទេសយើងរុងរឿងណាកូននៅពេលដែលម៉ែប្រាប់ហើយតើពោមាសម៉ែប្រាប់ហើយពោមាសជាអ្វីណាចានៅក្នុងទឹកដីសៀមរាបហ្នឹងពោមាសហ្នឹងកូនដឹងហើយនៅពេលដែលព្រះអាទិត្យរះឬព្រះអាទិត្យលិចអ្វីទៅដែលមានពលឺដូចមាសកូននឹកឃើញអត់នៅក្នុងខេត្តសៀមរាបហ្នឹងនៅក្នុងខេត្តសៀមរាបអ្វីទៅដែលព្រះអាទិត្យរះក៏ពណ៌មាសក៏ពណ៌មាសព្រះអាទិត្យលិចក៏ពណ៌មាសប៉ុន្តែព្រះអាទិត្យលិចហ្នឹងគឺពណ៌មាសខ្លាំងជាងដឹងបាត់អន្តរជាតិក៏ស្គាល់ដែរសប្តាហ៍ស្គាល់អស់មកពិភពលោកហើយពោមាសហ្នឹងហើយគេហៅពោមាសហើយហ្នឹងកូនអញ្ចឹងយកលោកទៅដាក់នៅផ្នែកខាងណាលោកនៅកន្លែងព្រះលោកតារាយគឺព្រះនរាយណ៍ចាកាលពីមុនព្រះនរាយណ៍លោកគង់នៅកន្លែងណាត្រូវយាងលោកទៅដាក់គង់នៅកន្លែងចាស់វិញហើយយកកន្លែងរបស់លោកតារីសពថ្ងៃហ្នឹងគឺព្រះនរាយណ៍សពថ្ងៃដាក់ព្រះតែផុសនឹងវិញចាខ្ញុំសូមដល់ហ្មងដល់ថ្នាក់ដឹកនាំហ្មងសូមឲ្យបញ្ញារៀបចំឡើងចាយាងលោកតារីទៅកន្លែងលោកហើយនិមន្តព្រះដែលលោកផុសមកហ្នឹងណានិមន្តលោកឲ្យមកគង់នៅកន្លែងនេះវិញហើយហោមលោកឲ្យបានត្រឹមត្រូវគឺហៅព្រះមកណាមិនមែនជាព្រះដែលផុសនៅក្រោមដើមពោធិ៍លោកត្រាស់ក្រោមដើមពោធិ៍មិនមែនទេគឺជាព្រះដែលដូនតាយើងប្រសិទ្ធិចាណាបំបត្តិកាច់បំបាក់មុនខ្មែរអញ្ចឹងបានវាយកទៅកប់ដីមិនមែនវាយកទៅកប់ដីឲ្យលោកបាត់ខ្លួនឯងទេអញ្ចឹងចាវាអត់ប៉ះពាល់លោកបានទេអញ្ចឹងព្រះ
ចាអញ្ចឹងព្រះហ្នឹងលោកមិនមែនផុសមកដើម្បីជួយឲ្យនគរកម្ពុជាយើងអស់សង្គ្រាមឲ្យរុងរឿងរស់ស៊ីមានបានអីទេប៉ុន្តែព្រះមួយអង្គហ្នឹងគឺលោកបន្សាបអាគមគាថាមុនខ្មៅគ្រប់ភាសាទាំងអស់ដែលសៀមដាក់នៅប្រាសាទខ្មែរយើងឯម៉ែចាំតែកូនអញ្ចឹងដាក់លោកនៅកន្លែងអង្គព្រះនរាយអង្គព្រះនរាយគឺលោកតារាជចាយកទៅដាក់កន្លែងដើមវិញលោកតារាជយាងលោកទៅដាក់កន្លែងដើមវិញចាអត់ទេណាអត់អីទេណាគឺលោកកាន់តែមានបារមីខ្លាំងឡើងចាហើយនិមន្តព្រះដែលផុសចាមកឥឡូវខ្ញុំប្រកាសណាខ្ញុំណាសូមលើកប្រហាត់ឡើងនមស្ការថ្វាយគុំព្រះអង្គដែលគុណមួយអង្គដែលលោកបានរកឃើញវត្តចាតោដើមចាខ្ញុំកាត់ណាឃើញលោកប្រកាសកម្មមុនខ្ញុំកាត់ណាអត់យកចិត្តទុកដាក់ទេឥឡូវសូមលោកយកវត្តចានោះមកពីកង់មកណាគុណហើយឆ្លាក់ជាព្រះចាជាព្រះយកមកដាក់សងខាងព្រះដែលផុសនេះទុកជាបុណ្យកុសលរបស់ព្រះអង្គណាលោកមានវាសនាដែលលោកបានជួបជាមួយនឹងវត្តចាតោដើមចាហ្នឹងហើយបើអាចទៅរួចឆ្លាក់ព្រះខាងស្ដាំដាក់ជាព្រះដែលលោកឈ្នះតែលោកផ្ចាញ់មីដាក់ខាងឆ្វេងជាព្រះដែលលោកប្រសាទចាបើព្រះអង្គអាចធ្វើបានសូមព្រះអង្គធ្វើតែត្រូវតែធ្វើគុណចាស់ព្រោះព្រះដែលផុសនេះលោកត្រូវការវត្តចាទុំលើដើមចាលើតោងវត្តចាដើមចាហ្នឹងមកនៅជាមួយនឹងលោកឆ្លាក់លោកទៅមកគុណណាឆ្លាក់មកបដិមាហ្នឹងគុណចាម៉ែចាអរគុណចា